សូមស្វាគមន៍មកកាន់ Movie Recaps ថ្ងៃនេះខ្ញុំនឹងបង្ហាញរឿងបែបវិទ្យាសាស្ត្រមនោសញ្ចេតនាឆ្នាំ2015មួយចំណងជើងថា Passengers ប្រយ័ត្នមានការទម្លាយសាច់រឿងយានអវកាស Avalon កំពុងធ្វើដំណើរទៅកាន់ភព Homestead យាននេះកំពុងបើកបរដោយស្វ័យប្រវត្តិហើយគ្មានមនុស្សទេសមាជិកនាវិក258នាក់និងអ្នកដំណើរ 5000 នាក់កំពុងសំងំដេកស្រាប់តែយាននេះឆ្លងកាត់ខ្សែក្រវ៉ាត់អាចកាយធ្វើឲ្យខែលការពារចុះខ្សោយថាមពលត្រូវបានបង្វែរទៅខែលធំតែយាននេះនឹងបុកជាមួយអាចផ្កាយយក្សអាចផ្កាយបុកយានបណ្ដាលឲ្យមានបញ្ហាជាច្រើនយានចាប់ផ្ដើមជួសជុលខ្លួនឯងតែទូដេកមួយបានបើកអ្នកដំណើរដែលភ្ញាក់គឺ Jim Preston ជាវិស្វករមេកានិកប្រព័ន្ធស្វ័យប្រវត្តិប្រាប់គាត់ថាគាត់ដេកអស់120ឆ្នាំហើយយាននៅសល់តែ4ខែទៀតនឹងដល់ Homestead គាត់ត្រូវបានប្រាប់ថាគាត់អាចចំណាយពេលនោះរីករាយនឹងភាពប្រណីតរបស់យានJimទទួលបានការណែនាំអំពីខ្សែដៃកាប៊ីននិងសកម្មភាពមុនពេលទៅដល់ភពដោយរំភើបចង់ជួបមនុស្សគាត់រៀបចំខ្លួនហើយដើរចូលទៅក្នុងថ្នាក់រៀនស្វ័យប្រវត្តិJimមើលទៅបារម្ភពេល hologram ពន្យល់ពីស្ថានភាពផែនដីថាមានមនុស្សច្រើនពេកនិងថ្លៃពេកវាប្រាប់គាត់ឲ្យសួរសំណួរនៅចុងម៉ោងតែJimចេះតែសួរថាហេតុអ្វីមានតែគាត់ដឹងថា hologram មិនអាចឆ្លើយបានក៏ទៅរកមនុស្សផ្សេងទៀតគាត់ទៅដល់សាលធំរបស់យានគ្មាននរណានៅទីនោះទេតែតុព័ត៌មានស្វ័យប្រវត្តិផ្ដល់ជំនួយJimសុំនិយាយជាមួយមនុស្សពិតតែពេលរកមិនឃើញគាត់សុំនិយាយជាមួយប្រធានក្រុមពេលទៅដល់បន្ទប់បញ្ជាគាត់ឃើញថាគ្មាននាវិកណាម្នាក់ភ្ញាក់ទេJimទៅកន្លែងសង្កេតការណ៍ហើយដឹងថាយាននៅសល់90ឆ្នាំទៀតទើបដល់ Homestead គាត់ដឹងថាគាត់ភ្ញាក់លឿនពេកក៏ផ្ញើសារទៅផែនដីសួរពីវិធីត្រឡប់ទៅដេកវិញប្រព័ន្ធទំនាក់ទំនងប្រាប់ថាការហៅទៅផែនដីនឹងចំណាយពេល55ឆ្នាំទើបបានចម្លើយJimខកចិត្តយ៉ាងខ្លាំងគាត់ដើររកឃើញបាររបស់យានហើយឃើញមនុស្សម្នាក់ទៀតពេលនិយាយជាមួយអ្នកក្រឡុកស្រាគាត់មានអារម្មណ៍ចម្លែកពេលអ្នកនោះទៅយកភេសជ្ជៈJimដឹងថាគាត់ជាមនុស្សយន្តគាត់ឈ្មោះ Arthur Jimចង់ដឹងព័ត៌មានបន្ថែមតែមិនអាចពន្យល់មនុស្សយន្តពីមូលហេតុដែលគាត់ភ្ញាក់មុនពេលJimភ្ញាក់ឡើងនៅថ្ងៃបន្ទាប់ហើយដឹងថាម្ហូបភាគច្រើនសម្រាប់តែអ្នកដំណើរថ្នាក់មាសប៉ុណ្ណោះគាត់យកកាហ្វេធម្មតាហើយព្យាយាមរកវិធីជួសជុលទូដេករបស់គាត់បន្ទាប់ពីយកឧបករណ៍គាត់ធ្វើឲ្យវាដំណើរការហើយដេកចូលក្នុងទូតែគ្មានអ្វីកើតឡើងទេបន្ទាប់មកគាត់ព្យាយាមចូលទៅក្នុងទូដេករបស់នាវិកតែមិនបានផលទេបញ្ហាតូចកើតឡើងជុំវិញយានJimឧស្សាហ៍ទៅបារដើម្បីផឹកនិងនិយាយជាមួយ Arthur មនុស្សយន្តផ្ដល់ដំបូន្មានឲ្យគាត់ចូលបន្ទប់ថ្នាក់មាសហើយសប្បាយនៅលើយានJimសាកល្បងភោជនីយដ្ឋានហ្គេមនិងប្រព័ន្ធកម្សាន្តទាំងអស់តែយូរទៅគាត់កាន់តែពិបាកចិត្តដែលនៅម្នាក់ឯងថ្ងៃមួយគាត់ស្រវឹងហើយដើរជុំវិញទូដេកពេលគាត់ដើរទៅដល់បន្ទប់ខ្យល់ដែលមានឈុតឱកាសJimស្លៀកឈុតហើយបើកទ្វារបន្ទប់ខ្យល់ពេលចេញក្រៅយានគាត់ចាប់អារម្មណ៍នឹងទេសភាពគាត់ជាមនុស្សតែម្នាក់គត់ដែលបានឃើញទិដ្ឋភាពនេះJimដោះមេដែកនៅស្បែកជើងហើយអន្តែតក្នុងឱកាសដោយអារម្មណ៍សោកសៅគាត់ត្រឡប់ចូលវិញដោះឈុតចេញតែត្រឡប់ទៅបន្ទប់ខ្យល់វិញដោយមិនពាក់វាគាត់ទាញដងថ្លឹងបំរុងនឹងបញ្ចប់ជីវិតតែបដូរចិត្តនៅវិនាទីចុងក្រោយរត់ចូលវិញហើយរអិលដួលលើដុបJimក្រោកឈរហើយចាប់អារម្មណ៍នឹងនារីម្នាក់ក្នុងទូឈ្មោះ Aurora គាត់រកមើលឯកសាររបស់នាងហើយស្ដាប់បទសម្ភាសន៍របស់នាងរហូតដល់លង់ស្រឡាញ់នាងក្រោយមកគាត់អង្គុយក្បែរទូរបស់នាងស្ដាប់បទសម្ភាសន៍របស់នាងនៅបារគាត់អានស្នាដៃរបស់នាងហើយនិយាយជាមួយ Arthur ពីការសរសេររបស់នាងគាត់គិតពីភាពហួសចិត្តនៃស្ថានភាពរបស់គាត់ដែលរកឃើញនារីក្នុងក្តីស្រមៃតែមិនអាចប៉ះពាល់នាងបានJimចេះតែគិតពីនាងហើយចង់ដាស់នាងឲ្យភ្ញាក់ដែរគាត់និយាយជាមួយមនុស្សយន្តតែវាមិនយល់ពីបញ្ហានេះទេបើគាត់ដាស់នាងគឺស្មើនឹងបង្ខំនាងឲ្យស្លាប់នៅលើនឹងជាមួយគាត់ដំបូងJimសម្រេចចិត្តមិនធ្វើទេតែយូរទៅគាត់ទ្រាំមិនបានរហូតដល់ថ្ងៃមួយគាត់បដូរចិត្តគាត់ទៅទូរបស់នាងហើយបើកវាពេលនាងភ្ញាក់គាត់លាក់ខ្លួនហើយត្រឡប់ទៅបន្ទប់វិញ
បន្តិចក្រោយមកគាត់ទៅសាលធំសង្ឃឹមថានឹងជួបនាងនៅទីនោះភ័ន្តច្រឡំដោយគាត់កាលពី1 ឆ្នាំមុនយឹមប្រាប់នាងថាមានតែពួកគេទេដែលភ្ញាក់ហើយនាំនាងទៅកន្លែងសង្កេតការណ៍គាត់ប្រាប់នាងថាគាត់មិនអាចតាក់ទងនាវិកឬបញ្ជីយានបានទេអរ៉ូរ៉ាភ័យស្លន់ស្លោហើយចង់ត្រឡប់ទៅទូដេកវិញពេលទៅដល់យឹមពន្យល់ថាគ្មានឧបករណ៍ណាអាចជួយពួកគេឲ្យត្រឡប់ទៅដេកវិញបានទេគឺពួកគេជាប់នៅទីនេះហើយពួកគេត្រឡប់ទៅសាលធំវិញហើយគាត់ប្រាប់នាងឲ្យសម្រាកព្រោះនាងទើបតែភ្ញាក់នាងអាណិតគាត់ដែលត្រូវនៅម្នាក់ឯងជាង1 ឆ្នាំយឹមត្រឡប់ទៅបារវិញដោយមានអារម្មណ៍ស្ដាយក្រោយគាត់សុំអរធើកុំប្រាប់អរ៉ូរ៉ាថាគាត់ជាអ្នកដាស់នាងថ្ងៃបន្ទាប់អរ៉ូរ៉ាភ្ញាក់ឡើងនាងទៅសាលធំហើយសួរទៅព័ត៌មានពីទូដេកយឹមទៅជួបនាងហើយពួកគេទៅញ៉ាំអាហារពេលព្រឹកពេលពួកគេចេញទៅព័ត៌មានមានបញ្ហានៅអាហារដ្ឋានអរ៉ូរ៉ាដឹងថាយឹមញ៉ាំអាហារដែលជាង1 ឆ្នាំហើយក៏យកមើលនុយថ្នាក់មាសឲ្យគាត់ពួកគេនិយាយពីការជួសជុលទូដេកតែអរ៉ូរ៉ាមិនទាន់ចុះចាញ់ដូចយឹមទេនាងស្រាវជ្រាវនៅគ្លីនិកនិងឯកសារផ្សេងរហូតដល់ទៅគាស់ទ្វារបន្ទប់ដេករបស់នាវិកយឹមក៏សម្គាល់ឃើញបញ្ហាកាន់តែច្រើននៅលើយានក្រោយមកអរ៉ូរ៉ាត្អូញត្អែពីជីវិតរបស់នាងនៅលើអាវ៉ាឡុននាងសរសេររត់ហាត់ប្រាណនិងហែលទឹកដោយដឹងច្បាស់ពីស្ថានភាពរបស់នាងទៅអាហារដ្ឋានដើម្បីសម្ភាសយឹមដោយគិតថាសាច់រឿងគាត់គួរឲ្យចាប់អារម្មណ៍នាងសួរពីមូលហេតុដែលគាត់ធ្វើអន្តោប្រវេសន៍យឹមឆ្លើយតាមពាក្យស្លោកក្រុមហ៊ុនសិនរួចពន្យល់ថាគាត់សង្ឃឹមថានឹងមានជីវិតល្អនៅភពថ្មីក្រោយមកពួកគេទៅកន្លែងសង្កេតការណ៍ហើយអរ៉ូរ៉ាប្រាប់ពីមូលហេតុរបស់នាងខុសពីអ្នកផ្សេងនាងមានសម្បត្តិទៅមកនាងចង់ទៅ homestead យាយរស់នៅទីនោះ1 ឆ្នាំហើយត្រឡប់មក Panday វិញដើម្បីក្លាយជាអ្នកកាសែតដំបូងគេដែលសរសេររឿងដ៏អស្ចារ្យបំផុតអរ៉ូរ៉ាចាប់ផ្ដើមបោះបង់ការព្យាយាមដោះស្រាយបញ្ហាហើយយឹមរកវិធីធ្វើឲ្យនាងសប្បាយចិត្តគាត់នាំនាងទៅរាំមើលកុននិងលេងបាល់បោះចុងក្រោយគាត់នាំនាងទៅបារជួប Arthur នាងបានធូរស្បើយបន្តិចមុននឹងនឹកឃើញពីស្ថានភាពរបស់ពួកគេយឹមនៅម្នាក់ឯងជាមួយមនុស្សយន្តដោយមានអារម្មណ៍ខុសចំពោះអ្វីដែលគាត់បានធ្វើចំពោះនាងបន្ទាប់មកគេឃើញគាត់កំពុងធ្វើអ្វីមួយហើយអរ៉ូរ៉ាដើរចូលមកឃើញអាគារ Chrysler តូចមួយដែលគាត់ធ្វើសម្រាប់នាងក្រោយមកពួកគេណាត់ជួបគ្នានៅបារញ៉ាំអាហារពេលល្ងាចនិងចែករំលែករឿងរ៉ាវជីវិតគ្នានាងប្រាប់គាត់ថាឪពុកនាងបានស្លាប់តាំងពីនាងនៅវ័យជំទង់ក្រោយអាហារពេលល្ងាចយឹមនាំអរ៉ូរ៉ាទៅពាក់ឈុតអវកាសហើយពួកគេចេញទៅដើរលេងក្នុងលំហជាមួយគ្នាទីបំផុតយឹមមានអ្នកចែករំលែកបទពិសោធន៍ដ៏អស្ចារ្យនេះជាមួយយឹមបិទមេដែកនៅលើស្បែកជើងហើយពួកគេអណ្ដែតជាមួយគ្នាក្នុងលំពួកគេត្រឡប់មកវិញហើយថាបគ្នាភ្លាមរួចទៅបន្ទប់របស់គាត់និងគេងជាមួយគ្នាមិនយូរប៉ុន្មានពួកគេរស់នៅដោយប្តីប្រពន្ធអរ៉ូរ៉ាបដូរទៅនៅបន្ទប់គាត់ហើយសរសេរពីជីវិតនាងនៅលើប៉ាពួកគេរត់ហាត់ប្រាណញ៉ាំអាហារនិងគេងជាមួយគ្នាយឹមរករកប៉ាល់បន្ថែមហើយរកឃើញកន្លែងដាំរុក្ខជាតិគាត់យកកម្មឲ្យអរ៉ូរ៉ាថ្ងៃមួយក៏ប៉ាល់ឆ្លងកាត់ផ្កាយក្រហមយក្សហើយពួកគេទៅមើលវានៅកន្លែងសង្កេតការណ៍វាជាថ្ងៃកំណើតអរ៉ូរ៉ាដូច្នេះយប់នោះពួកគេប្រារព្ធវានៅភោជនីយដ្ឋានមួយរួចបន្តទៅបារយឹមទៅបន្ទប់ទឹកដើម្បីរៀបចំចិញ្ចៀនដែលគាត់ធ្វើសម្រាប់នាងខណៈនាងនៅជែកជាមួយ Arthur មនុស្សយន្តប្រាប់អរ៉ូរ៉ាថាយឹមដាស់នាងដោយចេតនាដោយមិនដឹងថាវាជារឿងសម្ងាត់ស្រាប់តែយឹមត្រឡប់មកវិញហើយនាងសួរគាត់ទាំងមិនជឿនាងរត់ចេញទាំងខឹងនិងភ័យស្លន់ស្លោយឹមត្រឡប់មកបន្ទប់វិញឃើញរបស់នាងបាត់អស់គាត់ជួបនាងនៅអាហារដ្ឋាននៅថ្ងៃបន្ទាប់ប៉ុន្តែពេលគាត់និយាយនាងក៏រត់ចេញអរ៉ូរ៉ាអស់សង្ឃឹមយ៉ាងខ្លាំងយប់មួយនាងទៅបន្ទប់យឹមវីទាត់ធាក់គាត់ចង់សម្លាប់គាត់ដោយសារនាងចេះតែគេចមុខយឹមព្យាយាមសុំទោសនិងពន្យល់នាងតាមប្រព័ន្ធទំនាក់ទំនងគាត់ប្រាប់ថារូបគាត់ស្រឡាញ់នាងប៉ុន្តែអរ៉ូរ៉ាមិនខ្វល់នាងមិនអាចអត់ទោសឲ្យគាត់ដែលបំផ្លាញជីវិតនាងទេយប់មួយពេលយឹមនៅក្នុងបន្ទប់មានបញ្ហាមួយទៀតកើតឡើងក៏ប៉ាល់ជួបបញ្ហាធ្ងន់ធ្ងរហើយប្រព័ន្ធបញ្ជាចម្បងត្រូវបិទក្រោយមកគាត់ចូលក្នុងចណ្ដាយយន្តហើយវាក៏ខូចអរ៉ូរ៉ាដើរចូលទៅសាលធំហើយឃើញយឹមបានដាំដើមឈើនៅទីនោះបន្ទាប់មកនាងទៅអាហារដ្ឋានដែលម៉ាស៊ីនបញ្ចេញអាហារក៏កំពុងខូចដែរស្រាប់តែពួកគេសម្លេងប្រធានផ្នែកតាមប្រព័ន្ធទំនាក់ទំនងសួរថាអ្នកណាដាំដើមឈើពួកគេរត់ទៅសាលធំហើយឃើញ Gasman Kiso ឈរនៅមុខដើមឈើរបស់យឹមពួកគេណែនាំខ្លួននិងប្រាប់គាត់ពីស្ថានភាពគាត់មិនយល់ថាហេតុអ្វីកន្សោមទាំង3អាចខូចបានទេ Mankiso នាំពួកគេទៅបន្ទប់បញ្ជាហើយដឹងថាកប៉ាល់មានបញ្ហាប៉ុន្តែត្រូវពិនិត្យប្រព័ន្ធដោយផ្ទាល់ពេលចេញពីបន្ទប់បញ្ជាមនុស្សយន្តមួយស្ទើរតែធ្លាក់ចំក្បាលពួកគេហើយពួកគេប្រាប់ Mankiso ថាបញ្ហាកើតឡើងកាន់តែញឹកញាប់
គាត់ថាវាមិនគួរកើតឡើងទេព្រមទាំងបង្ហាញពួកគេពីរបៀបប្រមូលទិន្នន័យមែនគីសូពិនិត្យមើលកន្សោមពេលយាមមកដល់គាត់ដឹងពីអ្វីដែលកើតឡើងចំពោះកន្សោមរបស់អរ៉ូរ៉ាប្រធានផ្នែកយោធាទង្វើរបស់យាមគឺអាក្រក់ណាស់ក្រោយមកគាត់នៅបន្ទប់បញ្ជីពិនិត្យទិន្នន័យពេលអរ៉ូរ៉ាមកដល់ពួកគេនិយាយពីកន្សោមរបស់នាងប៉ុន្តែគាត់ប្រាប់ថាមិនអាចជួយអ្វីបានទេយាមដើរចូលមកជាមួយមនុស្សយន្តខូចទី16មែនគីសូមានអាការៈឈឺដោយសារការសម្ងំដេកដូច្នេះគាត់ទៅសម្រាកតែគាត់ក្អួតឈាមពេលដើរចេញយប់នោះអរ៉ូរ៉ាគេងមិនលក់ក៏ទៅហែលទឹកស្រាប់តែបាត់បង់ទំនាញផែនដីពេញកប៉ាល់ហើយនាងចាប់ផ្ដើមលង់ទឹកខណៈទឹកហែលតាមនាងប្រព័ន្ធទំនាញដំណើរការឡើងវិញហើយនាងស្ទើរតែបាត់បង់ជីវិតពួកគេរត់បុកគ្នាពេលទៅរកមែនគីសូពួកគេទាំង3ត្រឡប់មកបន្ទប់បញ្ជីវិញដោយសន្សឹមដឹងពីអ្វីដែលកើតឡើងចំពោះកប៉ាល់មែនគីសូដឹងថាមានរឿងកើតឡើងកាលពី2ឆ្នាំមុនដែលធ្វើឲ្យប្រព័ន្ធសំខាន់មួយខូចពួកគេត្រូវរកនិងជួសជុលមូលហេតុនៃបញ្ហាព្រោះកប៉ាល់ទាំងមូលកំពុងព្យាយាមទប់ទល់បើមិនជួសជុលទេកប៉ាល់ទាំងមូលនឹងជាប់គាំងពួកគេទៅរកបញ្ហាប៉ុន្តែមែនគីសូសន្លប់ដូច្នេះយឹមនិងអរ៉ូរ៉ានាំគាត់ទៅគ្លីនិកគាត់កំពុងស្លាប់ហើយគ្មានការព្យាបាលណាអាចបញ្ឈប់ឬពន្យាពេលគាត់បានទេក្រោយមកពួកគេជួបគ្នានៅកន្លែងសង្កេតការមែនគីសូឲ្យខ្សែដៃសម្គាល់ខ្លួនទៅយឹមប្រាប់ឲ្យជួសជុលកប៉ាល់រួចក៏ស្លាប់ភ្លាមស្រាប់តែភ្លើងបដូរទៅជាពណ៌ក្រហមប្រកាសអាសន្នហើយកប៉ាល់ចាប់ផ្ដើមញ័រយឹមប្រាប់អរ៉ូរ៉ាថាគាត់ត្រូវការជំនួយហើយពួកគេរត់ទៅផ្នែកវិស្វកម្មប៉ុន្តែមានបញ្ហាមួយទៀតនៅប្រព័ន្ធទំនាញហើយភ្លាមនោះបញ្ហាមួយទៀតក៏កើតឡើងចំពោះ Arthur ដែលយឹមក៏បិទគាត់ទីបំផុតពួកគេមកដល់ផ្នែកវិស្វកម្មហើយចាប់ផ្ដើមរកបញ្ហាពួកគេរកឃើញវានៅរោងចក្រថាមពលហើយពេលបើកទ្វារ Aurora ត្រូវស្រុកចូលអាចផ្កាយបានធ្វើឲ្យឃ្លីទូអវកាសយាននៅតំបន់នោះយឹមក៏ត្រូវស្រុកចូលដែរតែគាត់តោងទ្វារជាប់ខណៈវាចេះតែបិទមកលើគាត់ទីបំផុតគាត់ក៏ត្រូវស្រុកចូលដែរតែពួកគេប្រញាប់បិទកន្លែងឃ្លីនោះបានភ្លាមក្រោយដោះស្រាយបញ្ហានោះយឹមដឹងថាមានកន្លែងឃ្លីច្រើនជាងមួយពួកគេដើរតាមកន្លងអាចកាយហើយឃើញថាវាបានបុកកុំព្យូទ័រគ្រប់គ្រងម៉ាស៊ីនរេអាក់ទ័រយឹមគិតថាគាត់អាចរកគ្រឿងបន្លាស់សម្រាប់វាបានពួកគេរកឃើញគ្រឿងបន្លាស់និងផ្លាស់ប្ដូរវាប៉ុន្តែដំណើរការបញ្ចេញខ្យល់ម៉ាស៊ីនរេអាក់ទ័រនៅតែបរាជ័យពួកគេធ្វើវាដោយផ្ទាល់តែនៅតែបរាជ័យយឹមដឹងថាគាត់ត្រូវបើកទ្វារបញ្ចេញខ្យល់ពីខាងក្រៅប៉ាល់ដើម្បីឲ្យម៉ាស៊ីនរេអាក់ទ័រត្រជាក់ពួកគេទៅកន្លែងចេញចូលហើយពេលគាត់រៀបចំចេញទៅគាត់ឲ្យខ្សែដៃមែនខេសូទៅអរ៉ូរ៉ាព្រោះគាត់អាចនឹងមិនត្រឡប់មកវិញនាងជួយពាក់ឈុតឲ្យគាត់ហើយពេលគាត់ដើរចូលទៅនាងប្រាប់ឲ្យគាត់ត្រឡប់មកវិញព្រោះនាងមិនអាចរស់នៅដោយគ្មានគាត់ទេអរ៉ូរ៉ាត្រឡប់ទៅម៉ាស៊ីនរេអាក់ទ័រវិញដែលសីតុណ្ហភាពឡើងដល់កម្រិតធ្ងន់ធ្ងរប៊ូឡុងពីម៉ាស៊ីនរេអាក់ទ័រខ្ទាបចំដៃនាងខណៈយឹមខិតជិតដល់រន្ធខ្យល់ពីខាងក្រៅហើយឃើញទ្វារសីតុណ្ហភាពកើនឡើងក្នុងបន្ទប់ម៉ាស៊ីនរេអាក់ទ័រខណៈគាត់ព្យាយាមបើកទ្វារបញ្ចេញខ្យល់គាត់ដឹងថាគាត់ត្រូវទុកទ្វារឲ្យបើកដោយផ្ទាល់ដើម្បីឲ្យម៉ាស៊ីនរេអាក់ទ័រអាចបញ្ចេញខ្យល់បានហើយគាត់ប្រាប់អរ៉ូរ៉ានាងមិនចូលចិត្តផែនការនេះទេតែគាត់នៅតែបន្តហើយប្រាប់នាងឲ្យបញ្ចេញខ្យល់ម៉ាស៊ីនរេអាក់ទ័រនាងមិនចង់ឲ្យគាត់ស្លាប់ហើយពួកគេឆ្លោះគ្នាតែគាត់ប្រាប់ថាយើងត្រូវជួយសង្គ្រោះអ្នកផ្សេងហើយនាងក៏បញ្ចេញខ្យល់ម៉ាស៊ីនរេអាក់ទ័រដំណើរការនេះជោគជ័យប៉ុន្តែផ្សែងពីម៉ាស៊ីនរេអាក់ទ័ររុញយឹមចេញនិងផ្ដាច់ខ្សែរបស់គាត់សម្ពាធក្នុងឈុតរបស់គាត់ក៏កំពុងធ្លាក់ចុះដែរគាត់ប្រាប់អរ៉ូរ៉ាពីអ្វីដែលកើតឡើងហើយនាងប្រញាប់ទៅយកឈុតមួយទៀតដើម្បីនាំគាត់ចូលមកវិញគាត់សុំទោសនាងម្ដងទៀតនាងពាក់ឈុតហើយហោះចេញទៅយកគាត់ប៉ុន្តែខ្សែនាងខ្លីពេកនាងត្រូវទាញថយក្រោយតែស្រាប់តែចាប់បានខ្សែគាត់ហើយទាញគាត់ចូលមកបានអរ៉ូរ៉ាអូសយឹមចូលគ្លីនិកតែដឹងថាគាត់ស្លាប់បាត់ទៅហើយនាងប្រើខ្សែដៃមែនគីសូដើម្បីរំលងច្បាប់ពេទ្យនិងសង្គ្រោះគាត់កន្សំពេទ្យធ្វើការដោយស្វ័យប្រវត្តិនិងសង្គ្រោះយឹមឲ្យរស់ឡើងវិញអរ៉ូរ៉ាអត់ទោសឲ្យគាត់ក្រោយមកអរ៉ូរ៉ាជួសជុល Arthur ហើយពួកគេរៀបចំបុណ្យសពក្នុងលំហមែនគីសូយ៉ាងសមរម្យយឹមនាំនាងទៅគ្លីនិកហើយប្រាប់ថារកឃើញវិធីប្រើកន្សោមពេទ្យជាកន្សោមសំងំដេកគាត់ប្រាប់នាងឲ្យចូលក្នុងកន្សោមហើយបន្តដំណើរដែលនៅសល់ក្នុងនោះប៉ុន្តែក្រោយមកនាងបដិសេធហើយសម្រេចចិត្តនៅជាមួយគាត់ដោយភ្ញាក់នៅលើប៉ាល់ទីបំផុតយឹមសុំនាងរៀបការឲ្យពួកគេរស់នៅលើប៉ាល់អស់មួយជីវិត88ឆ្នាំក្រោយមកយាន Avalon មកដល់ Homestead ក្រុមការងារភ្ញាក់ឡើងហើយឃើញកប៉ាល់ក្នុងស្ថានភាពដែលនឹកស្មានមិនដល់អរ៉ូរ៉ាទុកសារប្រាប់ពីរឿងរ៉ាវជីវិតនាងនិងយឹមនៅលើប៉ាល់ខណៈអ្នកផ្សេងកំពុងគេងកុំភ្លេចចុច Subscribe និងបើក Notification ដើម្បីទស្សនាវីដេអូបែបនេះបន្ថែមទៀតអរគុណសម្រាប់ការទស្សនា